ចាសូមគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តជាទីរាប់អានថ្ងៃនេះនាងខ្ញុំមានមុខម្ហូបសម្លប្រហើរទំពាំងត្រីពោជាមួយនឹងខ្យងស្រែគ្រឿងផ្សំមានដូចជាត្រីពោខ្យងស្រែប្រហុកគល់ស្លឹកស្គ្រៃម្ដេងខ្ជាយស្លឹកក្រូចផ្សិតសំបើងត្រពាំងស្រស់ត្រួយស្អំនិងបន្លែគ្រប់មុខដូចជាផ្ទីដើមផ្អែមនិងស្លឹកងប់ចាបងប្អូនត្រង់ចំណុចនេះដែរបងប្អូនអាចដាក់បន្លែពណ៌បៃតងផ្សេងដែលបងប្អូនមានក្រៅពីបន្លែដែលខ្ញុំរៀបរាប់ខាងលើនេះក៏បានដែរជាដំបូងនាងខ្ញុំបានដាក់ដាំទឹកនៅក្នុងឆ្នាំងឲ្យឡើងក្តៅបន្តិចបន្ទាប់មកខ្ញុំដាក់គ្រឿងផ្សំដូចជាម្ដេងគល់ស្លឹកស្គ្រៃខ្ជាយនិងស្លឹកក្រូចសើចដើម្បីធ្វើឲ្យសម្លរបស់យើងកាន់តែមានក្លិនឈ្ងុយថែមទាំងកាត់បន្ថយភាពឆ្អាបនៃត្រីបន្ទាប់ពីដាក់គ្រឿងហើយទឹកឡើងពុះបែកនេះបងប្អូនចាប់ផ្ដើមជ្រុំប្រហុកត្រង់ចំណុចនេះដែរបងប្អូនអាចដាក់ប្រហុកតិចឬច្រើនតាមចំណង់ចំណូលចិត្តនៃក្រុមគ្រួសារនីមួយៗជាក់ស្ដែងនៅក្នុងវីដេអូនេះនាងខ្ញុំដាក់ប្រហុករាងច្រើនបន្តិចដោយសារតែចំណង់ចំណូលចិត្តក្រុមគ្រួសារនាងខ្ញុំចូលចិត្តប្រហុករាងចាស់ខ្ញុំកូរប្រហុកនេះឲ្យសព្វជាមួយទឹកដែលកំពុងតែពុះដើម្បីវាសព្វបានល្អបន្ទាប់ពីជ្រុំឲ្យបងប្អូនទុកទឹកឲ្យឡើងពុះបែកនេះយើងក៏ចាប់ផ្ដើមដាក់ត្រីរបស់យើងចូលនៅត្រង់ចំណុចនេះដែរបងប្អូនពេលទឹកពុះបែកនេះចាំដាក់ត្រីចូលបើទឹកអត់ទាន់ពុះទេបងប្អូនកុំទាន់ដាក់ត្រីព្រោះអីខ្លាចពេលដែលដាក់ទៅទឹកអត់ទាន់ពុះធ្វើឲ្យត្រីរបស់យើងឆ្អាបនៅពេលដែលពុះបែកនេះខ្ញុំដាក់ត្រីហើយខ្ញុំក៏ដាក់ខ្យងចូលជាមួយដើម្បីឲ្យសាច់ត្រីនិងខ្យងហ្នឹងឆ្អិនក្នុងពេលតែមួយហើយក៏ខ្ញុំបន្ថែមទំពាំងស្រស់របស់យើងចូលដូចគ្នាដោយសារទំពាំងរបស់យើងជាប្រភេទបន្លែរឹងអញ្ចឹងមិនងាយនឹងឆ្អិនអញ្ចឹងខ្ញុំរំងាស់ត្រពាំងហ្នឹងជាមួយនឹងត្រីនិងខ្យងឲ្យឆ្អិនក្នុងពេលតែមួយតែម្ដងបន្ទាប់ពីបងត្រីនិងទំពាំងយើងឲ្យបងប្អូនយើងក៏ទុកសម្លរបស់យើងឲ្យពុះបែកនេះនៅពេលដែលសម្លយើងឡើងពុះបែកនេះហើយបងប្អូនកាន់ចំណុចនេះក៏សំខាន់ដែរយើងត្រូវដួសអាពពុះនេះចេញដោយសារតែពពុះនេះគឺសុទ្ធតែពពុះចេញពីត្រីហើយនិងខ្យងអញ្ចឹងយើងត្រូវដួសវាចេញដើម្បីកុំឲ្យមានក្លិនឆ្អាបនៃត្រីហើយខ្យងរបស់យើងនៅក្នុងទឹកសម្លបន្តមកទៀតខ្ញុំបន្ថែមគ្រឿងបុកដែលយើងបុកហើយគឺមានដូចជាម្ដេងស្លឹកក្រូចខ្ទឹមហើយនឹងគល់ស្លឹកគ្រៃបុកបញ្ចូលគ្នាដើម្បីដាក់ចូលនៅក្នុងទឹកសម្លធ្វើឲ្យក្លិនទឹកសម្លរបស់យើងកាន់តែឈ្ងុយបន្តមកទៀតខ្ញុំក៏បានថែមជាមួយផ្សិតសម្បើងរបស់យើងរំងាស់ជាមួយគ្នាដើម្បីឲ្យផ្សិតរបស់យើងបានឆ្អិនសព្វល្អជាមួយនឹងសម្លរបស់យើងបន្ទាប់ពីដាក់ផ្សិតហើយបងប្អូនយើងទុកសម្លយើងឲ្យឡើងពុះបែកនេះហើយយើងក៏ចាប់ផ្ដើមដួសពពុះនេះចេញម្ដងទៀតបងប្អូនពពុះនេះយើងត្រូវតែដួសចេញដោយសារពពុះនេះគឺចេញពីផ្សិតរបស់យើងបើយើងអត់ដួសទេនឹងធ្វើឲ្យសម្លរបស់យើងវាមានពណ៌ល្អអញ្ចឹងយើងដួសវាចេញដើម្បីឲ្យសម្លរបស់យើងមានពណ៌ថ្លាហើយបន្តមកទៀតខ្ញុំក៏បន្តដួសជាមួយគល់ស្លឹកស្គ្រៃនិងស្លឹកក្រូចសើចចេញបន្ទាប់មកខ្ញុំក៏ទុកសម្លរបស់យើងឲ្យឡើងពុះម្ដងទៀតបន្តមកទៀតខ្ញុំក៏បន្ថែមគ្រឿងដូចជាម្សៅស៊ុប1ស្លាបព្រាប៊ីចេង1ស្លាបព្រាស្ករស1ស្លាបព្រានិងទឹកត្រីកន្លះវែកនៅក្នុងគ្រឿងផ្សំនេះដែរខ្ញុំអត់បានដាក់អំបិលទេដោយសារតែមុនហ្នឹងគឺខ្ញុំដាក់ប្រហុកជាងច្រើនបន្តិចហើយអញ្ចឹងហើយខ្ញុំអត់ដាក់អំបិលទេជៀសវាងម្ហូបរបស់ខ្ញុំអាចនឹងឡើងប្រៃខ្លាំងប៉ុន្តែត្រង់ចំណុចនេះដែរបងប្អូនអាចដាក់គ្រឿងផ្សំតាមចំណង់ចំណូលចិត្តដែលក្រុមគ្រួសារបងប្អូនចូលចិត្តប្រៃផ្អែមបន្ទាប់ពីដាក់គ្រឿងហើយខ្ញុំក៏ទុកសម្លឲ្យពុះបន្តិចបន្ទាប់មកខ្ញុំក៏បន្ថែមបន្លែពណ៌បៃតងបងប្អូនត្រង់ចំណុចនេះដែរបន្លែពណ៌បៃតងយើងគឺយើងរក្សាភ្លើងដដែលយើងអត់បន្ថយទេព្រោះថាបើសិនជាយើងបន្ថយភ្លើងហើយយើងដាក់បន្លែពណ៌បៃតងវាធ្វើឲ្យបន្លែពណ៌បៃតងយើងឡើងរឹងអត់បានទន់ល្អទេអញ្ចឹងបងប្អូនដាក់បន្លែកន្លែងនេះមិនបាច់ខ្លាចបន្លែរលួយទេបន្លែយើងគឺអត់រលួយទេគឺនៅសភាពពណ៌បៃតងដដែលហ
ហើយវាបង្កើននៃឲ្យជារសនៃបន្លែនឹងថែមទៀតផងបងប្អូនត្រង់ចំណុចនេះដែរខ្ញុំកូរបន្លែរបស់យើងនឹងឲ្យសប់បន្តិចបន្ទាប់មកខ្ញុំលួចដាក់ប្រេងឆាបន្តិចរួចដាក់ប្រេងឆាបន្តិចនេះគឺជារូបមន្តរបស់ក្រុមគ្រួសារខ្ញុំមិនថាស្លកកូរឬក៏បន្លែពណ៌បៃតងទេគ្រួសារខ្ញុំតែងតែលួចបន្ថែមប្រេងឆាបន្តិចដើម្បីឲ្យបន្លែរបស់យើងកាន់តែទន់និងមានឲ្យជារសកាន់តែឆ្ងាញ់ត្រង់នេះដែរបងប្អូនសម្លរបស់យើងចិត្តឆ្អិនហើយខ្ញុំក៏បានបន្ថែមជាមួយនឹងត្រួយស្អំដើម្បីបង្កើននូវក្លិននៃសម្លរបស់យើងមានក្លិនស្អំតិចតិចអញ្ចឹងធ្វើឲ្យសម្លរបស់យើងកាន់តែឆ្ងាញ់សម្លប្រហើររបស់ខ្ញុំបានឆ្អិនរួចរាល់ដំណើរទេបងប្អូន